ទី35ខ្សែទឹកខាងក្នុងពាក់ផ្លាកលេខ158ឈ្មោះថាជ្រៃសែនមានជ័យបាទជ្រៃសែនមានជ័យខេត្តកណ្ដាលបានជួបជាមួយនឹងខ្សែទឹកខាងក្រៅពាក់ផ្លាកលេខ167ឈ្មោះថាខេមរាមានជ័យបាទខេត្តត្បូងឃ្មុំឥឡូវនេះឃើញថាខេត្តត្បូងឃ្មុំបាទខេត្តត្បូងឃ្មុំខ្សែទឹកខាងក្រៅឈ្មោះថាខេមរាមានជ័យបាទកំពុងតែមានព្រៀបលើខ្សែទឹកខាងក្នុងបាទឥឡូវនេះឃើញថាខ្សែទឹកខាងក្រៅបាទខ្សែទឹកខាងក្រៅហើយបានចូលមកដល់ទីខេត្តត្បូងឃ្មុំបាទខេមរាមានជ័យពាក់ផ្លាកលេខ167ទូរទស្សនិកជនជាទីគោរពទូគូទី34ដែលទូគូទី35ចាសែនជ្រៃសែនមានជ័យបានបដូរទៅនៅខ្សែទឹកខាងក្រៅវិញហើយខេមរាមានជ័យបដូរមកនៅខ្សែទឹកខាងក្នុងមានឯកសណ្ឋានពណ៌លឿងទុំទូកទាំងពីរនេះឃើញថាខ្សែទឹកខាងក្នុងមានព្រៀបបន្តិចបន្តួចហើយគឺខេមរាមានជ័យដែលស្ថិតនៅក្នុងវត្តគ្រូធេរាមក្រូចឆ្មាចាស់ត្បូងឃ្មុំចេញមកខេត្តត្បូងឃ្មុំជើងទី2នេះមានព្រៀបទៀតហើយចាមានព្រៀបបានឈ្នះត្រឹមតែមួយសង្កត់ក្បាលតែទីព្រាត់វិញគឺចិត្តតែមើលឃើញហើយដែរជ្រៃសែនមានជ័យខំប្រឹងតាមដែរតែប្រហែលជាតាមមិនទាន់ទេព្រោះទីព្រាត់កាន់តែគៀកមែនតែនចាជំរាបជូនបានខេមរាមានជ័យទទួលបានជ័យជំនះจากពាក់កណ្ដាលទូកគណៈកម្មការទូកងពិសិដ្ឋមរកតលង្ការ